Okay សួស្តីអ្នកគ្នាចាំនៅក្នុងថ្ងៃនេះយើងនឹងធ្វើការសិក្សាបន្តតទៅជាមួយនឹងមេរៀន HTML ចឹងតើនៅក្នុងថ្ងៃនេះយើងនឹងធ្វើការសិក្សាជាមួយនឹងform ដែលពីវីដេអូមុនរបស់យើងគឺយើងធ្វើការខ្ញុំនិយាយថាខ្ញុំនឹងលម្អិតវានៅក្នុងវីដេអូក្រោយអូខេចឹងនៅក្នុងថ្ងៃនេះយើងនឹងធ្វើការសិក្សាតទៅជាមួយនឹង form ថាតើនៅក្នុង form ហ្នឹងគឺវាមានន័យខ្លះហើយគេប្រើប្រាស់វាសម្រាប់ធ្វើអីគេចឹងយើងនឹងសិក្សានៅក្នុងវីដេអូនេះចឹងគេថា HTML form is used to collect user input. The user input is more often sent to a server processing. ចឹងមានថា HTML form គឺមានថាគេប្រើវាសម្រាប់ធ្វើការប្រើសម្រាប់ធ្វើការ collect ជាមួយនឹងអ្នកប្រើប្រាស់នៅពេលដែលគាត់ធ្វើការបញ្ចូល input ហ្នឹងឯងហើយពេលច្រើនគេឲ្យនៅពេលដែលបញ្ចូលរួចគេតែងតែ send វាផ្ញើវាទៅកាន់ server ដើម្បីឲ្យវាដំណើរការហ្នឹងឯងអូខេចឹងនេះគឺជា example របស់គេខ្លះៗតាក់ទងជាមួយនឹង first name ហើយជាមួយនឹងតារាង input សម្រាប់ចនេះគឺមានថាជាអ្វីដែលយើង input ចូលអ្នកគ្នាចង់ដាក់ឈ្មោះអីក៏បានតែឈ្មោះខ្ញុំចេះក៏បានដែរអូខេហើយកន្លែងនេះ last name យើងក៏អាចនេះបានដែរតែមកយើងចុចប៊ូតុង submit ចឹងវានឹងចូលមកកាន់កន្លែងមួយទៀតឲ្យយើងអូខេចឹងហើយនឹងគេហៅថាជា form ហើយ form គឺវាមានលេខ style ច្រើនមិនមែនតែ style ជាមួយអីចឹងទេណាវាមានទៅលើ input type text radio checkbox submit ប៊ូតុងអីហ្នឹងយើងនឹងធ្វើការសិក្សានៅវីដេអូក្រោយប៉ុន្តែនៅក្នុងវីដេអូនេះយើងធ្វើការសិក្សាតែលើតាមនេះតែប៉ុណ្ណោះអូខេចឹងនៅក្នុងនេះយើងអាចចុចចូលមកយើងមានឃើញវាដាក់ថា form action page.php នេះគឺជាភាសា PHP ទេដែលយើងអត់ហ៊ានដល់ទេណាអូខេហើយនៅក្នុងហ្នឹងគឺមានទៅលើ label for អីគេហើយ input for អីគេចឹងយើងនឹងធ្វើការសិក្សាល្បិតចឹងខ្ញុំនឹងធ្វើការបញ្យល់អ្នកគ្នាតទៅជាមួយនឹង label text ចឹងគេថា the label HTML text represent a text caption for an item in user interface most commonly to describe form input អីចឹងទៅចឹងមានថាវា represent a text caption មានថាវា represent a text ដែលវាជា caption របស់យើងហ្នឹងក្នុងការឲ្យ user អ្នកប្រើប្រាស់ហ្នឹងគាត់បានដឹង interface មានថាបង្ហាញផ្ទាល់យើងឃើញនៅ screen ហ្នឹងអូខេហើយវាក៏ធ្វើការ describe form input ដែរវានឹងបង្ហាញតម្លៃផ្សេងៗនៅពេលដែលយើងធ្វើការ input ប្រាប់គេបានដែរអូខេអញ្ចឹងឧទាហរណ៍ថាឥឡូវនេះយើងនឹងធ្វើការ test វាអញ្ចឹងសម្រាប់មុនដំបូងគឺយើងមានទៅលើ label អូខេយើងមាន label បែបនេះហើយកន្លែង for នេះយើងដាក់ for អីក៏បានដែរឥឡូវថាខ្ញុំដាក់ for នេះគឺ for name ហើយនៅក្នុង label នេះខ្ញុំដាក់វាថាជា name អញ្ចឹងណាអូខេបែបនេះហើយនៅខាងក្រោមនេះគឺយើងមានធ្វើការដាក់ឲ្យគេ input ចូលបានអញ្ចឹងខ្ញុំសរសេរវាថា inputហើយយើងចង់ដាក់វាជាប្រភេទ input ធម្មតាអូខេចឹងវានៅពេលដែលយើងធ្វើការសរសេរមកវានឹង input type នេះហើយយើង save វាមួយហើយអ្នកគ្នាសារ run វា visualizer មកតើវាដំណើរការឬអត់ចឹងនៅពេលដែលវាធ្វើការដំណើរការអ្នកគ្នាបានមើលឃើញថាយើងបានដូចគេត្រូវអត់នេះដូចគេគ្រាន់តែរបស់គេនេះគឺវាចុះក្រោមចឹងដើម្បីធ្វើការចុះក្រោមរបស់គេយើងត្រូវធ្វើម៉េចចឹងខ្ញុំមានវិធីសាស្ត្រមួយយើងអាចធ្វើប្រើប្រាស់ទៅលើ PR page បានវានឹងធ្វើការចុះចឹងនៅខាងលើនេះយើងអាចបដូរវាបានដោយរបស់គេមិន first name អូខេលក្ខណៈបែបនេះអូខេចឹងយើងចង់បានដោយរបស់គេមានទាំង first name មានទាំងនេះអូខេអញ្ចឹងខ្ញុំធ្វើការ copy paste វាមកអូខេអញ្ចឹងកន្លែងនេះខ្ញុំដាក់វាជា last name អូខេ last បែបនេះហើយកន្លែងបដូរមកជា last អូខេអញ្ចឹង type វាក៏ជា text ដែរអូខេអញ្ចឹងយើងទទួលបានហើយឯបានកន្លែងនេះវាអត់ចោះដោយសារយើងអត់បានប្រើទៅលើ BR text នៅខាងមុខ label for last នេះអូខេអញ្ចឹងនៅពេលដែលនេះយើងទទួលបានដូចគ្នាហើយយើងមើលឃើញថាយើងចង់បានទៅលើប៊ូតុង submit មួយទៀតអញ្ចឹងយើងត្រូវធ្វើម៉េចចាស់សម្រាប់ប៊ូតុង submit នេះគេប្រើទៅលើ text មួយថ្មីទេឈ្មោះថា btn ដែលវាប្រភេទជា submit អញ្ចឹងខ្ញុំវាយ btn មួយមកហើយយើងដាក់កន្លែងនេះស្មើឲ្យ submit អូខេចឹងនៅពេលហ្នឹងវានឹងចេញប៊ូតុងបែបនេះចឹងនៅកន្លែង submit នេះយើងត្រូវធ្វើការសរសេរពាក្យថា submit ចូលមកអូខេយើងទទួលបានហើយយើងចង់ឲ្យវា break ចោះយើងប្រើទៅលើ BRT អូខេ cross វានឹងទទួលបានហើយបើយើងចង់ឲ្យវាធ្វើការដក clip ពីរដងអូខេចឹងខ្ញុំបានដក clip តែបន្តិចអូខេខ្ញុំសៀហើយយើងមើលឃើញយើងបានដក clip ពីរដងរបស់គេហើយកន្លែងនេះអ្នកគ្នាអាចធ្វើការ import ទៅលើឈ្មោះអ្នកគ្នាចូលបានណាអូខេខ្ញុំឈ្មោះ Moni តកោសាក់ចាអូខេហើយខ្ញុំឈ្មោះ last name Shamani បែបនេះចោះអូខេនៅពេលដែលអ្នកគ្នាចុច submit គឺវាអត់ទៅដោយសារអីវាមានលក្ខណៈធម្មតានៅពេលចុច submit គឺវានៅក្នុង HTML យើងទេអូខេចឹងសម្រាប់នៅពេលដែលយើងធ្វើការចុច submit ទៅយើងចង់ឲ្យវាបាត់យើងនឹងធ្វើការសិក្សានៅមេរៀនភាសាក្រោយៗទៀតអូខេចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាយើងនឹងសិក្សាជួបគ្នានៅវីដេអូក្រោយ